នៅឆ្នាំ1762នៅក្នុងរាជវាំងរបស់ប្រទេសកូរ៉េគឺមានរឿងរ៉ាវមួយបានកើតឡើងដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលរហូតមកដល់សព្វថ្ងៃបុរសម្នាក់ដែលគ្រប់គ្នារំពឹងថាគេអាចនឹងក្លាយជាមហាក្សត្របន្ទាប់ពីស្ដេចអង្គមុនប៉ុន្តែបុរសម្នាក់នោះគឺត្រូវបានដាក់ទោសបញ្ចូលទៅក្នុងប្រអប់ឈើដ៏តូចមួយហើយគាត់ត្រូវបានគេទុកចោលនៅក្នុងប្រអប់នោះដែលគ្មានអាហារគ្មានទឹកគ្មានអ្វីៗទាំងអស់គាត់បានជាប់នៅក្នុងប្រអប់នឹងរយៈពេល8ថ្ងៃហើយគាត់បានប្រឈមមុខនឹងកម្ដៅខ្លាំងភាពស្រេកឃ្លានហើយនឹងភាពអស់សង្ឃឹមផងដែរហើយអ្វីដែលធ្វើឲ្យរឿងនេះកាន់តែគួរភ្ញាក់ផ្អើលនោះគឺអ្នកដែលចេញបញ្ជាឲ្យចាប់គាត់ចូលទៅក្នុងប្រអប់តូចនោះមិនមែនជាសត្រូវរបស់គាត់ដែលចង់សម្លាប់គាត់នោះទេប៉ុន្តែគឺជាព្រះមហាក្សត្រផ្ទាល់ដែលជាឪពុករបស់គាត់ហើយបរោះដែលត្រូវបានគេបិទចូលនៅក្នុងប្រអប់តូចនោះគឺមានឈ្មោះថាព្រះអង្គម្ចាស់សាដូគាត់គឺជាព្រះរាជាយាទនៃរាជវង្សជោសុនហើយនឹងជាអ្នកដែលគេរំពឹងថាអាចក្លាយជាព្រះមហាក្សត្រនៅថ្ងៃអនាគតតើមានរឿងអ្វីកើតឡើងចំពោះគាត់ហេតុអីបានជាឪពុករបស់គាត់នឹងសម្រេចចិត្តដាក់ទោសកូនប្រុសរបស់ខ្លួនតាមវិធីដ៏ឃោរឃៅបែបនេះហើយថ្ងៃនេះយើងនៅមកស្វែងយល់ពីជីវិតរបស់ព្រះអង្គម្ចាស់សាដូព្រះអង្គម្ចាស់សាដូគឺគាត់មានឈ្មោះដើមថាយីស៊ុនគាត់កើតនៅថ្ងៃទី13ខែកុម្ភៈនៅឆ្នាំ1735នៅក្នុងរាជវង្សជោសុននៃប្រទេសកូរ៉េឪពុករបស់គាត់គឺជាស្ដេចយុងជូដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយរូបនៅក្នុងប្រវត្តិសាស្ត្រកូរ៉េផងដែរនៅពេលដែលព្រះអង្គម្ចាស់សាដូកើតមកគឺនៅក្នុងរាជវាំងទាំងមូលគឺមានការសប្បាយរីករាយយ៉ាងខ្លាំងដោយសារតែព្រះអង្គម្ចាស់ចុងជូនោះគាត់ត្រូវការអ្នកស្នងរាជបន្តពីគាត់អញ្ចឹងនៅពេលដែលព្រះរាជបុត្រកើតមកគឺគ្រប់គ្នាគឺមានការសប្បាយចិត្តដូច្នេះហើយតាំងពីតូចមកព្រះអង្គម្ចាស់សាដូគឺត្រូវបានគេចាត់ទុកថាជាមនុស្សដែលសំខាន់បំផុតដើម្បីគ្រប់គ្រងប្រទេសនៅថ្ងៃអនាគតចឹងណាហើយមនុស្សគ្រប់គ្នាក៏រំពឹងថាថ្ងៃណាមួយគាត់នឹងក្លាយជាមហាក្សត្រដ៏អស្ចារ្យម្នាក់ប៉ុន្តែគ្មាននរណាដឹងថាដោយសារតែការរំពឹងទុករបស់ពួកគេនឹងទេបានធ្វើឲ្យព្រះរាជបុត្រនឹងគឺគាត់មានបន្ទុកមានវិបត្តិយ៉ាងធ្ងន់ធ្ងរផងដែរចំពោះជីវិតរបស់ព្រះអង្គម្ចាស់សាដូវិញគឺខុសពីក្មេងធម្មតាទាំងស្រុងខណៈដែលក្មេងដទៃគឺគេអាចលេងរត់លេងជាមួយមិត្តភ័ក្តិអីធម្មតាប៉ុន្តែចំពោះព្រះអង្គម្ចាស់សាដូវិញគឺគាត់ត្រូវអង្គុយរៀនអានសៀវភៅរាប់ម៉ោងជារៀងរាល់ថ្ងៃគាត់ត្រូវបង្ខំឲ្យសិក្សាពីទស្សនវិជ្ជាប្រវត្តិសាស្ត្របាបហើយនឹងរបៀបនៃការគ្រប់គ្រងប្រទេសអីផ្សេងៗហើយដោយសារមួយទៀតគឺព្រះអង្គម្ចាស់យងជូដែលជាស្ដេចដែលជាបិតារបស់ព្រះអង្គម្ចាស់សាដូហ្នឹងគឺគាត់ជាមនុស្សដែលតឹងរ៉ឹងខ្លាំងបំផុតគឺគាត់ជាមនុស្សដែលចង់បានអីដែលឥតខ្ចោះល្អបំផុតចឹងណាហើយគាត់ចង់ឲ្យកូនប្រុសរបស់គាត់នឹងខ្លាចខ្លួនជាមនុស្សដែលល្អឥតខ្ចោះមានទាស់អីត្រង់ណាហើយមួយទៀតបើសិនជាព្រះអង្គម្ចាស់សាដូនឹងគាត់ធ្វើបន់ល្អគឺគាត់គិតថាអានឹងវាជារឿងធម្មតាដែលយើងត្រូវតែធ្វើស្រាប់ហើយប៉ុន្តែបើសិនជាព្រះអង្គម្ចាស់សាដូធ្វើខុសវិញណាគឺគាត់គឺត្រូវបានស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរហើយយូរៗទៅព្រះអង្គម្ចាស់សាដូក៏ចាប់ផ្ដើមរស់នៅក្នុងភាពភ័យខ្លាចគឺគាត់ភ័យខ្លាចក្នុងការធ្វើខុសមែនទែនខ្លាចធ្វើឲ្យការរំពឹងទុករបស់ឪពុករបស់គាត់មានការខកចិត្តហើយមួយទៀតគឺខ្លាចខ្លួនឯងនឹងអត់ល្អគ្រប់គ្រាន់ធ្វើឲ្យមនុស្សដែលរំពឹងលើគាត់នឹងអត់សប្បាយចិត្តអីចឹងណានៅពេលដែលព្រះអង្គម្ចាស់ឈានចូលដល់វ័យជំទង់អាកប្បកិរិយារបស់ព្រះអង្គម្ចាស់សាដូគឺចាប់ផ្ដើមផ្លាស់ប្ដូរគាត់ខ្លាចជាមនុស្សដែលស្ងៀមស្ងាត់ជាងមុនហើយពេលខ្លះគាត់មានអារម្មណ៍ថាគាត់ភ័យខ្លាចដោយគ្មានមូលហេតុច្បាស់លាស់ហើយពេលខ្លះគាត់ក៏ធ្លាក់ទឹកចិត្តខ្លាំងផងដែរ
តាមកំណត់ត្រាប្រវត្តិសាស្ត្រមានរឿងមួយដែលមនុស្សជាច្រើននិយាយអំពីគាត់គឺគាត់មានការភ័យខ្លាចចំពោះសម្លៀកបំពាក់មន្ត្រីរាជការអានឹងប្រហែលជាវិបត្តិធ្ងន់ធ្ងរហ្មងណាហើយសម្រាប់មនុស្សនៅសម័យនោះគឺពួកគេអត់ទាន់យល់ដឹងពីបញ្ហាផ្លូវចិត្តនឹងទេដូចសម័យឥឡូវណាហើយពួកគេគ្រាន់តែដឹងថាព្រះអង្គម្ចាស់នឹងគឺខុសពីមនុស្សទូទៅគឺខុសប្រក្រតីហ្មងហើយពេលវេលាកន្លងទៅស្ថានភាពរបស់ព្រះអង្គម្ចាស់សត្វដូគឺកាន់តែធ្ងន់ធ្ងរគាត់ចាប់ផ្ដើមខឹងសម្បាពេលខ្លះរឿងអីតិចតួចក៏គាត់ខឹងអញ្ចឹងណាហើយពេលខ្លះការផ្ទុះកំហឹងរបស់គាត់គឺបានប៉ះពាល់ដល់អ្នកដទៃមែនទែនគាត់បានធ្វើបាបអ្នកបម្រើដែលបម្រើគាត់នៅក្នុងវាំងណាដោយគ្មានមូលហេតុនិយាយទៅត្រូវវៃត្រូវសម្លាប់អញ្ចឹងណាហើយនៅពេលដែលមនុស្សជាច្រើនមិនថាអ្នកបម្រើថាអីឃើញគាត់គឺមានការភ័យខ្លាចចំពោះគាត់យ៉ាងខ្លាំងខ្លាចគាត់នៅសុខទុក្ខគាត់ស្រាប់តែខឹងស្រាប់តែអីមកធ្វើបាបពួកគេហើយបញ្ហានេះគឺវាធ្ងន់ធ្ងររហូតដល់ព្រះអង្គម្ចាស់យងជូដែលជាឪពុករបស់ព្រះអង្គគឺបានដឹងរឿងហ្នឹងហើយគាត់ក៏បានលើកយកបញ្ហាហ្នឹងយកមកដោះស្រាយនៅឆ្នាំ1762ស្ថានភាពគឺកាន់តែឈានដល់ចំណុចមួយដែលអត់អាចដោះស្រាយបានគឺព្រះអង្គម្ចាស់យងជូនោះគាត់ត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏ឈឺចាប់បំផុតនៅក្នុងជីវិតរបស់គាត់ដោយសារតែម្ខាងគឺជាកូនប្រុសរបស់គាត់ហើយម្ខាងទៀតគឺជាអនាគតរបស់រាជវង្សជូសុនហើយស្ដេចជឿថាបើសិនបើឲ្យបុត្ររបស់គាត់ព្រះអង្គម្ចាស់សិទ្ធដូនឹងឡើងគ្រងរាជ្យប្រទេសអាចនឹងជួបបញ្ហាធំប៉ុន្តែគាត់ក៏មិនអាចប្រហារជីវិតកូនប្រុសរបស់គាត់ជាផ្លូវការបានដែរដោយសារតែព្រះអង្គម្ចាស់សិទ្ធដូនឹងគឺគាត់មានបុត្រម្នាក់ហើយដែលមានឈ្មោះថាជីសាន់ដែលក្រោយមកក៏ក្លាយជាស្ដេចចូលយងចូលបើសិនបើព្រះអង្គម្ចាស់សាត់ដូនឹងត្រូវបានប្រកាសថាជាអក្រិតជនដែលសម្លាប់អ្នកបម្រើសម្លាប់អីចឹងណាចឹងទៅវាអាចប៉ះពាល់ដល់កូនប្រុសរបស់គាត់ដែលអាចធ្វើឲ្យបាត់បង់សិទ្ធិនៅក្នុងការគ្រងរាជ្យបន្តវាប៉ះពាល់ដល់គេឈ្មោះរាជវង្សចឹងណាដូច្នេះហើយដាច់ក៏បានជ្រើសរើសវិធីមួយដែលគ្មានអ្នកណានឹកស្មានដល់នោះគឺនៅឆ្នាំ1762នៅខែកក្កដាព្រះអង្គម្ចាស់យងជោគឺបានបញ្ជាឲ្យយកប្រអប់ឈើសម្រាប់ដាក់អង្ករមួយមកហើយប្រអប់នោះមិនត្រូវបានបង្កើតឡើងសម្រាប់មនុស្សទេគឺត្រូវបានបង្កើតឡើងសម្រាប់ដាក់ស្រូវអង្ករអញ្ចឹងណាបន្ទាប់មកអាចដែលជាឪពុករបស់ព្រះអង្គម្ចាស់សត្វដូនឹងក៏បានបញ្ជាឲ្យព្រះអង្គម្ចាស់នឹងចូលទៅក្នុងប្រអប់នោះហើយនៅពេលនោះក៏ពួកគេបានយកគម្របបិទចិត្តហើយដោយបិទព្រះអង្គម្ចាស់នោះនៅក្នុងអាប្រអប់ដាក់ស្រូវអង្ករនឹងនៅថ្ងៃដំបូងព្រះអង្គម្ចាស់សត្វដូនៅតែមានកម្លាំងគឺគាត់នឹងបានស្រែកសុំការអភ័យទោសស្រែកអង្វរដល់បិតារបស់គាត់ឲ្យលើកលែងទោសដល់គាត់ចឹងណាប៉ុន្តែគឺគ្មានអ្នកណាខ្វាយខ្វល់ពីគាត់ទេហើយថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ហ្នឹងគឺកម្ដៅនៅខាងក្រៅនោះកាន់តែខ្លាំងទៀតហើយខ្យល់នៅក្នុងប្រអប់ហ្នឹងក៏កាន់តែក្តៅដែរដែលជាហេតុធ្វើឲ្យគាត់ហ្នឹងចាប់ផ្ដើមខ្វះជាតិទឹកហើយរាងកាយរបស់គាត់ក៏កាន់តែខ្សោយទៅដោយសារតែចាក់ប្រអប់ដែលយកមកដាក់គាត់ហ្នឹងមិនមែនទុកក្នុងផ្ទះណាគឺទុកកណ្ដាលវាលហ្មងដូច្នេះអាពេលក្តៅហ្នឹងក៏វាជះឥទ្ធិពលដល់គាត់ធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់គាត់ហើយណាមួយអត់ដាក់អាហារអត់ដាក់អីឲ្យគាត់ទៀតចឹងគ្នាมันកាន់តែពិបាកហើយរាងកាយរបស់គាត់ក៏កាន់តែខ្សោយហើយនៅថ្ងៃបន្ទាប់សម្លេងអង្វររបស់គាត់ក៏កាន់តែស្ងាត់ហើយអ្នកនៅក្នុងវាំងក៏លែងឮសម្លេងរបស់គាត់ទៀតអ្វីៗគឺស្ងប់ស្ងាត់ទាំងស្រុងហើយបន្ទាប់មកព្រះអង្គម្ចាស់សត្វដូក៏បានស្លាប់ក្នុងអាយុត្រឹមតែ27ឆ្នាំតែប៉ុណ្ណោះទោះបីជាព្រះអង្គម្ចាស់សត្វដូបានស្លាប់ក៏ដោយ
ក៏រឿងរបស់គាត់មិនបានបញ្ចប់ត្រឹមនឹងទេ គឺកូនប្រុសរបស់គាត់ធំឡើងក៏បានក្លាយទៅជាព្រះមហាក្សត្រដោយរាជបន្ទាប់ហើយនៅពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រទ្រង់គឺជាព្រះមហាក្សត្រដ៏ល្អម្នាក់ដែលគេចារនៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េផងដែរហើយគាត់ក៏បានព្យាយាមស្ដារកិត្តិយសរបស់ឪពុកម្ដាយគាត់ហើយក៏បានធ្វើឲ្យប្រទេសហ្នឹងកាន់តែរីកចម្រើនផងដែររហូតមកដល់សព្វថ្ងៃមនុស្សនៅតែជជែកគ្នាអំពីព្រះអង្គម្ចាស់សាដូហើយរឿងរបស់គាត់ក៏បានបន្សល់ទុកជាមេរៀនសម្រាប់ពួកយើងផងដែរពេលខ្លះការរំពឹងទុកខ្ពស់ពេកការចង់បានអ្វីហួសហេតុពេកវាអាចជាសម្ពាធសម្រាប់មនុស្សម្នាក់ក៏អាចបានដែរពេលខ្លះការរំពឹងទុកខ្ពស់ពេកខ្វះការយកចិត្តទុកដាក់សម្ពាធច្រើនពេកក៏វាអាចបំផ្លាញមនុស្សយើងបានផងហើយនេះគឺជារឿងរ៉ាវដ៏សោកសៅរបស់ព្រះអង្គម្ចាស់សាដូដែលជាព្រះរាជយាទដែលមិនបានក្លាយជាព្រះមហាក្សត្រហើយនេះជារឿងរ៉ាវរបស់គាត់អ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចរៀនពីអ្វីមួយពីក្នុងសាច់រឿងហ្នឹងសាច់រឿងរបស់គាត់គឺល្អមែនតើអាចជួយដល់យើងបានហើយវីដេអូរបស់ខ្ញុំក៏បញ្ចប់ត្រឹមតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ